បាទសួស្តីបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះខ្ញុំបាននឹងមកចែករំលែកចំណេះដឹងថ្មីមួយយកមកជូនទៅដល់បងប្អូនទាំងអស់គ្នាទាក់ទងទៅនឹងពីរបៀបចូលទៅកែវីដេអូរបស់យើងដែលចេញរូបសញ្ញាដុល្លារពឿលឿងឲ្យទៅជាដុល្លារពឿខៀវឡើងវិញចឹងបងប្អូនដែលជាអ្នករលួយតាមបណ្ដាសង្គមYouTube បាទតាមបណ្ដាសង្គម YouTube បងប្អូនដឹងច្បាស់ហើយថាគ្រប់វីដេអូទាំងអស់បើសិនជាយើងយកទៅផុសចូលទៅក្នុង Channel YouTube យើងហើយបើជាចេញរូបសញ្ញាដុល្លារពឿលឿងមានន័យថាវីដេអូយើងនឹងគឺខាងក្រុមហ៊ុន YouTube គាត់អត់បានអនុញ្ញាតឲ្យរលុយជាមួយនឹងក្រុមហ៊ុនគាត់ទេតែវីដេអូរបស់យើងចេញរូបសញ្ញាដុល្លារពឿខៀវទៅវីដេអូយើងនឹងអាចរលុយជាមួយនឹងក្រុមហ៊ុន YouTube បានបងប្អូនណាបាទចឹងថ្ងៃនេះខ្ញុំបាននឹងមកប្រាប់ពីកលឹះមួយដើម្បីឲ្យបងប្អូនចេះធ្វើដោយខ្លួនឯងដើម្បីការពារទៅថ្ងៃក្រោយទៅបើសិនជាបងប្អូនជួបប្រទះបញ្ហាវីដេអូរបស់បងប្អូនយកទៅផុសចូលទៅក្នុង Channel YouTube របស់បងប្អូនហើយស្រាប់តែចេញរូបសញ្ញាដុល្លារពឿលឿងបងប្អូនអាចធ្វើតាមវិធីសាស្ត្រដែលខ្ញុំបានណែនាំនេះបានបងប្អូនណាធានាបាន 100% បាទចឹងក្នុងការដែលយើងចូលទៅកែកុនវីដេអូរបស់យើងដែលយើងបានយកទៅផុសចូលទៅក្នុង Channel យើងហើយចេញរូបសញ្ញាដុល្លារពឿលឿងឲ្យទៅជារូបសញ្ញាដុល្លារពឿខៀវវិញបានទី1បងប្អូនត្រូវតែចូលទៅកែរូប thumbnail បងប្អូនណាហ្នឹងហើយទី2បងប្អូនត្រូវតែកែចំណងជើងជួនកាលចំណងជើងយើងដាក់ចិនគ្នាឬក៏យើងចិនជាមួយគេអីចឹងណាបាទចឹងបងប្អូនទាំងអស់គ្នាដើម្បីកែកុនបានបងប្អូនត្រូវតែចុចចូលទៅក្នុងកម្មវិធី Studio YT គឺនៅត្រង់កន្លែងខ្ញុំបាទគូវងពើក្រហមហើយមានបាញ់សញ្ញាព្រួយនៅចំពីលើហ្នឹងបាទបងប្អូនចុចចូលប៉ក់មកបាទពេលដែលយើងចុចចូលមកបើសិនជាវីដេអូរបស់យើងមានរូបសញ្ញាដុល្លារពឿលឿងបងប្អូននឹងឃើញហើយនេះឃើញទេដូចខ្ញុំអញ្ចឹងនេះនៅត្រង់កន្លែងខ្ញុំអាគូវងពើក្រហមបាទហើយមានបាញ់សញ្ញាព្រួយចំពីលើហ្នឹងបាទនឹងគឺជាប្រភេទវីដេអូដែលយើងយកទៅផុសហើយខាងក្រុមហ៊ុន YouTube គាត់អត់ព្រមឲ្យដាក់សញ្ញារូបដុល្លារពឿខៀវដូចនៅត្រង់កន្លែងនេះអញ្ចឹងបងប្អូនហ្នឹងហើយអូខេតទៅមកទៀតបងប្អូនទាំងអស់គ្នាមកចុចត្រង់កន្លែងខ្លឹមសារកន្លែងខ្ញុំមកពូវងពើក្រហមបាទបងប្អូនចុចបកមកបន្តមកបងប្អូនទាំងអស់គ្នារកមើលវីដេអូដែលមានរូបសញ្ញាដុល្លារពឿលឿងហ្នឹងមកបាទហ្នឹងហើយអញ្ចឹងខ្ញុំសូមរកមើលសិនបាទរងចាំមួយផ្លែតបាទបន្តពីយើងរកមើលឃើញហើយបន្តមកទៀតបងប្អូនទាំងអស់គ្នាមកចុចចំទៅលើវីដេអូហ្នឹងមកនេះចុចចំទៅលើកន្លែងខ្ញុំអាគូវងពើក្រហមមានបាញ់សញ្ញាព្រួយហ្នឹងហើយមកជួទៅនឹងបងប្អូនចុចទៅណាក៏បានដែរបងប្អូនណាចុចបកមកបាទអូខេបន្តពីយើងបានចុចរួចហើយយើងនឹងឃើញតម្រងបែបនេះបងប្អូនណាបាទចឹងដូចខ្ញុំបញ្ជាក់ពីខាងដើមចឹងដើម្បីយើងកែកុនវីដេអូរបស់យើងដែលមានរូបសញ្ញាដុល្លារពឿលឿងឲ្យទៅជាដុល្លារពឿខៀវវិញបានទី1គឺបងប្អូនត្រូវកែរូប thumbnail នេះចោលបាទហ្នឹងហើយបងប្អូនផ្លាស់ប្ដូររូប thumbnail ណាចឹងដើម្បីយើងផ្លាស់ប្ដូររូប thumbnail នឹងបានបងប្អូនមកចុចត្រង់កន្លែងសញ្ញា big នេះកន្លែងខ្ញុំគូវងពើក្រហមមានបាញ់សញ្ញាព្រួយនៅចំពីលើហ្នឹងបងប្អូនចុចបកមកបាទអូខេបន្តមកយើងរងចាំបាទទៅមកទៀតបងប្អូនទាំងអស់គ្នាមកចុចចំទៅលើរូបសញ្ញា big នេះដដែលនេះ
បងប្អូនណានៅត្រង់កន្លែងខ្ញុំគូបងប្អូនក្រហមហើយមានបាញ់សញ្ញាព្រួយចំពីក្រោមហ្នឹងបាទបងប្អូនចុចបកមកបាទបន្តមកទៀតបងប្អូនទាំងអស់គ្នាមកចុចត្រង់កន្លែងនេះមកបាទកន្លែងខ្ញុំគូបងប្អូនក្រហមមានបាញ់សញ្ញាព្រួយចំពីលើហ្នឹងបងប្អូនចុចបកមកបាទអូខេតើមកបងប្អូនរមើលរូប thumbnail ដែលបងប្អូនបានកាត់តរួចណានេះបាទចាំវីដេអូក្រោយៗខ្ញុំនឹងបង្ហាញប្រាប់ពីវិធីសាស្ត្រឲ្យបងប្អូនចេះកាត់រូប thumbnail យកមកដាក់ហ្នឹងហើយក្នុងវីដេអូនេះខ្ញុំបាទអត់បានបង្ហាញប្រាប់ទេបាទអញ្ចឹងខ្ញុំជ្រើសរើសរូបដែលខ្ញុំមានស្រាប់ហ្នឹងហើយខ្ញុំចុចចំទៅលើមកអូខេបន្តមកទៀតបងប្អូនទាំងអស់គ្នាមកចុចត្រង់កន្លែងពាក្យថារួចរាល់ត្រង់កន្លែងខ្ញុំមកគុំបងប្អូនក្រហមមានបាយសញ្ញាព្រួយចំពីក្រោមណាបាទចុចបកមកបាទអូខេបន្តមកទៀតយើងមកចុចត្រង់កន្លែងរក្សាទុកបងប្អូនណាហ្នឹងហើយនេះឃើញទេអញ្ចឹងយើងសាកល្បងបដូររូបឲ្យthumbnailនឹងសាមើលតើចេញរូបដុល្លារពើខៀវអត់បើសិនជាអត់ចេញទេណាបងប្អូនណាបងប្អូនត្រូវធ្វើការកែចំណងជើងបាទហ្នឹងហើយកែចំណងជើងណាបាទហ្នឹងហើយសូមបញ្ជាក់ថាយើងដាក់ភ្លាមមិនបានភ្លាមទេបងប្អូនហ្នឹងហើយគឺដាក់រួចហើយយើងរងចាំមួយថ្ងៃទៅ2ថ្ងៃអីចឹងបើមិនឃើញចាំយើងចូលមកកែចំណងជើងសារថ្មីបាទតែខ្ញុំកែឲ្យហើយទៅបាទមកពីចំណងជើងអញ្ចឹងខ្ញុំកែខ្ញុំលុបនេះមួយយកកាមកពីចំណងជើងខ្ញុំជឿនគ្នាអញ្ចឹងណាហ្នឹងហើយខ្ញុំលុបអាហ្នឹងបាទហើយខ្ញុំចុចរក្សាទុកបាទបើសិនជាបងប្អូនទាំងអស់គ្នាបងប្អូនកែចំណងជើងកែthumbnailអីរួចអស់ហើយនៅតែមានរូបសញ្ញាដុល្លារពើលឿងដដែលបងប្អូនអាចដាក់ពាក្យស្នើសុំឲ្យខាងក្រុមហ៊ុន YouTube នឹងកាត់ពិនិត្យមើលទៅលើវីដេអូរបស់យើងសារថ្មីម្ដងទៀតអញ្ចឹងដើម្បីយើងដាក់ពាក្យស្នើសុំបានបងប្អូនមកចុចត្រង់កន្លែងរូបសញ្ញាដុល្លារពើលឿងនេះត្រង់កន្លែងនេះបងប្អូនណាកន្លែងខ្ញុំគូបងប្អូនក្រហមហើយមានបីសញ្ញាព្រួយនៅចំពីលើហ្នឹងបងប្អូនចុចបកមកបាទបន្តមកបងប្អូននឹងឃើញទម្រង់បែបនេះបងប្អូនណាហ្នឹងហើយអញ្ចឹងបងប្អូនមើលការណែនាំរបស់ក្រុមហ៊ុន YouTube នេះគេដាក់ថាវីដេអូនេះអាចរកប្រាក់ចំណូលពីSubside ពាណិជ្ជកម្មបានតិចតួចឬគ្មានដោយសារតែខ្លឹមសារបានកំណត់មិនស័ក្តិសមសម្រាប់អ្នកSubsideពាណិជ្ជកម្មភាគច្រើននឹងការណែនាំគិតប្រយោជន៍ប្រាប់ទាក់ទងទៅវីដេអូរបស់យើងបាទអូខេបន្តមកទៀតបងប្អូនមកចុចត្រង់កន្លែងពាក្យថាស្នើសុំការត្រួតពិនិត្យណានេះឃើញទេនេះកន្លែងខ្ញុំគូបងប្អូនក្រហមមានបាញ់សញ្ញាព្រួយចំពីលើហ្នឹងបងប្អូនចុចបញ្ជូនបកមកបាទអូខេបន្តមកទៀតបងប្អូនទាំងអស់គ្នាមកចុចត្រង់កន្លែងនេះចុចឲ្យចេញសញ្ញាគ្រីសបងប្អូនបាទចុចបកមកអូខេបន្តមកបងប្អូនទាំងអស់គ្នាមកចុចត្រង់កន្លែងពាក្យដាក់បញ្ជូនសំណើនេះត្រង់កន្លែងខ្ញុំគូបងប្អូនក្រហមហ្នឹងបងប្អូនចុចបកមកបាទអូខេជាការស្រេចអញ្ចឹងយើងត្រូវតែធ្វើការរងចាំលទ្ធផលពីខាងក្រុមហ៊ុន YouTube បាទពេលដែលកើតបានពិនិត្យមើលហើយក៏គិតថាវីដេអូយើងនឹងស័ក្តិសមក្នុងការដាក់ពាណិជ្ជកម្មគិតនឹងដាក់រូបសញ្ញាដុល្លារពើខៀវនៅលើវីដេអូមកឲ្យយើងហើយបងប្អូនណាហើយការរងចាំនឹងគឺយូរដែរបងប្អូនណានឹងអាស្រ័យទៅលើវីដេអូយើងបាទបើសិនជាវីដេអូយើងនឹងវាមើលទៅរៀងដូចថាអត់សូវមានចរណាទៅមុខទៅក្រោយអីច្រើនប្រហែលជាយូរបងប្អូនណា1អាទិត្យទៅ2អាទិត្យជួពេលខ្លះដល់2ខែអីនោះទើបដឹងលទ្ធផលបាទអញ្ចឹងវីដេអូនេះខ្ញុំប្រាប់តែប៉ុណ្្នឹងចុះសង្ឃឹមថាបងប្អូនទាំងអស់គ្នានឹងយល់
បាទបើសិនជាបងប្អូនទាំងអស់គ្នាអត់យល់ទេបងប្អូនអាចឆាតមកសួរខ្ញុំបាទផ្ទាល់បានបាទពេលនេះខ្ញុំបញ្ចប់តែប៉ុណ្្នឹងចុះសូមអរគុណនិងសូមជម្រាបលា